បាទជំរាបសួរបងប្អូនទាំងអស់គ្នាក្នុងបណ្ដាញសង្គម Facebook ក៏ដូចជា Channel YouTube របស់ខ្ញុំបាទវីដេអូជនបទណាបងប្អូនណាអញ្ចឹងឃើញភ្លើមល្ងិតងល់នេះបងប្អូនណាយើងទៅដកផ្សិតណាកាជោណាបងប្អូនណាផ្សិតកាជោដំបូកណាបងប្អូនណាហើយអានេះរៀងល្ងិតខ្ញុំបើកផ្លាស់ណាឲ្យវាភ្លឺបន្តិចណាបងប្អូនណាអានេះយើងដកអញ្ចឹងយើងរូតទៅពួកអីគេដឹងថាកន្លែងហ្នឹងគេមានដោះអាហ្នឹងបងប្អូនណាវាមិនដោះអាផ្សិតកាជោហ្នឹងគេហៅផ្សិតកាជោដំបូកណាបងប្អូនណាវាមាន3អានេះហៅផ្សិតកាជោដំបូកផ្សិតកាជោរៀងក្រហមបងប្អូនណាពណ៌វាក្រហមហៅផ្សិតកាជោកាផ្លេហើយផ្សិតកាជោមួយទៀតហៅផ្សិតកាជោគេហៅរខែណាបងប្អូនណាអាហ្នឹងវាភ្លឺឲ្យធំតែនេះផ្សិតកាជោដែលខ្ញុំកំពុងតែដកនេះបងប្អូនណាជាផ្សិតកាជោដំបូកណាបងប្អូនណាតែរសជាតិมันខុសគ្នាទេបងប្អូនវាដូចតែគ្នាទេអញ្ចឹងអ្វីដែលសំខាន់យើងយកមកនេះយកទៅដុតហើយបងប្អូនណាយើងយកទៅដុតណាដុតមានអីច្រើនណាបងប្អូនណាយើងដាក់ថាបើស្ករប៊ីចេងទៅណាហើយទឹកប្រហុកយើងច្រៃយើងចំណង់យើងពេញចិត្តហើយបងប្អូនអាហ្នឹងយើងធ្វើអញ្ចឹងផ្អែមណាបងប្អូនយើងយកមកធ្វើដូចខ្ញុំប្រាប់វិញផ្អែមបងប្អូនគេហៅថាផ្សិតកាជោដល់អញ្ចឹងបងប្អូនហើយនេះបងប្អូនយើងខែភ្លៀងជោគជាំអីយើងទៅមើលថាដំបូកបងប្អូនវាដោះហើយឃើញណាបងប្អូនបាន2 3មកយើងយកមកខ្ចប់លឹកចេកឲ្យដាក់ពីលើស្ខានទៅឆ្អិនហើយបងប្អូនណាយើងធ្វើជាហៅបងអស់វាបងប្អូនណាយើងបន្ថែមរសជាតិវាទៅឲ្យកាន់តែឆ្ងាញ់បងប្អូនហើយផ្សិតនេះផ្សិតធម្មជាតិបងប្អូនណាយើងដាំតែយើងឃើញយើងរូតតោអញ្ចឹងយើងមានអ្នកគេមកដកមុនបងប្អូនណាអញ្ចឹងយើងរូតតោម៉ោង5ជាងម៉ោង4នេះយើងតោចុច7តោណាបងប្អូនយើងបានតែមួយដៃមួយម្លណាបងប្អូនណាយើងស្លជាមួយទឹកពាំងសាបក៏ឆ្ងាញ់ដែរបងប្អូនណាហើយវីដេអូខ្ញុំនេះអត់បានធ្វើជាស្លឬក៏ហូបអីទេបងប្អូនហើយយើងវិញ្ញាពេកណាមួយយើងដាំបាយដាំអីយកទៅហូបនៅកន្លែងធ្វើការទៀតណាបងប្អូនអញ្ចឹងណាអត់បានហូបទេបងប្អូនហើយយើងមានពេលថ្ងៃបងប្អូនតនេទិញនំនេះឯងយើងថតទៅបងប្អូនដើម្បីផុសក្នុង page ហើយខ្ញុំប្រាប់ទៀតណាបងប្អូនណាសម្រាប់គេទម្លាក់ស្រីអេនវ៉ននេះបងប្អូនណាយើងចូលទៅស្នើគេណាបងប្អូនណាហើយស្នើដូចបងប្អូនវាយមក YouTube ទៅបងប្អូនណាបើយើងមិនស្នើគេមិនងាយម្លាក់បេតុងរលួយឲ្យទេណាបងប្អូនអ្វីដែលសំខាន់គឺយើងស្នើឲ្យបងប្អូនហើយយើងថតផលិតជាវីដេអូណាបានមានបេតុងគេទម្លាក់ឲ្យអញ្ចឹងយើងបានធូរហ្នឹងហើយបងប្អូនណាត្រូវតែស្នើណាបងប្អូនណាបើមិនស្នើអត់បានទេអញ្ចឹងវីដេអូរបស់ខ្ញុំក៏អត់មានអីច្រើនដែរបងប្អូនណាមានតែប៉ុណ្ណឹងណាធ្វើអំពីវីដេអូដកស្លឹកកាជោណាធម្មជាតិបងប្អូនណាអត់បានហូបទេសូមបញ្ជាក់អញ្ចឹងជម្រាបលាបងប្អូនណាបាយ